ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ផ្លែត្រប់វែងផ្លែត្រប់វែងគឺជាបន្លែមួយប្រភេទដែលមានឱជារសឆ្ងាញ់និងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ជាច្រើនសម្រាប់ទ្រទ្រង់សុខភាពខាងក្រោមនេះជាអត្ថប្រយោជន៍ចម្បងនៃការញ៉ាំផ្លែត្រប់វែង 1. ជួយសុខភាពបេះដូងផ្លែត្រប់វែងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាជាតិអង្គតូស៊ីយ៉ានីនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជួយសម្រួលលំហឈាមនិងជួយការពារកោសិការាងកាយពីការខូចខាត 2. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមសារធាតុសរសៃ Fiber និងសារធាតុ Polyphenol នៅក្នុងត្រប់វែងជួយពង្យឺតការរំលាយអាហារនិងការស្រូបយកស្ករក្នុងឈាមដែលល្អបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមឬអ្នកចង់ការពារជំងឺនេះ 3. ជួយសម្រួលដល់ការរំលាយអាហារជាតិសរសៃខ្ពស់នៅក្នុងផ្លែត្រប់វែងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អការពារបញ្ហាទល់លាមកនិងជួយឲ្យពោះវៀនមានសុខភាពល្អ 4. ជួយសម្រួលទម្ងន់ត្រប់វែងជាបន្លែដែលមានកាឡូរីខ្ទាបនិងមានជាតិទឹកច្រើនព្រមទាំងជាតិសរសៃដែលធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតបានយូរស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងសម្រក់ទម្ងន់ 5. ជួយពង្រឹងការចងចាំនិងខួរក្បាលផ្លែត្រប់វែងអាចយកទៅធ្វើជាម្ហូបដូចជាសម្លម្ជូរឆានិងស្ងោរធ្វើជាអន្លក់សម្បកត្រប់វែងពណ៌ស្វាយមានសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលជួយការពារកោសិកាខួរក្បាលពីការបំផ្លាញដោយរ៉ាឌីកាសារីនិងជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល 6. កាត់បន្ថយខូលេស្តេរ៉ុលអាក្រក់ការសិក្សាមួយចំនួនបង្ហាញថាសារធាតុនៅក្នុងផ្លែត្រប់វែងអាចជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលអាក្រក់និងទ្រីគ្លីហ្សេរីដនៅក្នុងឈាមបម្រុងប្រយ៉ាប់សម្រាប់អ្នកដែលមានបញ្ហាគ្រោះក្នុងតម្រងនោមគួរតែបរិភោគក្នុងកម្រិតបង្គួរព្រោះផ្លែត្រប់វែងមានផ្ទុកសារធាតុអុកសាឡាតដែលអាចជំរុញឲ្យកើតគ្រោះក្នុងតម្រងនោមបានប្រសិនបើញ៉ាំច្រើនហួសប្រមាណ